គ្រាមចំទី3ដៃទេហើយតើហេតុអ្វីបានជាប្រជាជនសៀមនឹងគ្រប់គ្រងអាតុងទីនយោងតាមតែយហីកការកំដរសង្គ្រាមសៀមរបស់ខ្មែរដូចជាសង្គ្រាមយោធា2លើកសង្គ្រាមការទូតសង្គ្រាមព័ត៌មានវិទ្យាជាពិសេសនឹងគឺសង្គ្រាមចិត្តសាស្ត្រច្បាស់ណាស់បងប្អូនចាថាសង្គ្រាម4យ៉ាងនេះនៅតែមានបន្តក៏ប៉ុន្តែនៅក្នុងរូបភាពសង្គ្រាមបន្ថែមដូចជាយកឈ្នះលើពេលវេលាអត់ធ្មត់របស់ខ្មែរនិងបង្ខំឲ្យខ្មែរនឹងគឺជាអ្នកខុសវិញអញ្ចឹងត្រង់ចំណុចនេះបងប្អូនណាខ្ញុំសូមបំពេញបន្ថែមនៅលើសង្គ្រាម4ដែលសៀមវិឆ្លៀនពីមកលើខ្មែរយើងប៉ុន្តែខ្មែរយើងមិនយល់ច្បាស់ទេបងប្អូនគឺដូចជាសង្គ្រាមលើកទី2នេះអញ្ចឹងសៀមមកជំរុញលើការពង្រីកសង្គ្រាមប៉ុន្តែខ្មែរយើងក៏ព្យាយាមទប់សង្គ្រាមផងដែរដូច្នេះហើយសៀមគឺវាអត់អាចបានសម្រេចនៅគោលបំណងធំរបស់វាដែលសៀមនឹងវាចង់បានទឹកដីខ្មែរដល់តែ7ខេត្តសង្គ្រាមការទូតផ្អែកទៅលើការតវ៉ានិងកោតទោសរបស់ខ្មែររួមទាំងផ្នែកអន្តរាគមន៍របស់អន្តរជាតិរួមទាំងអាមេរិកនិងចិនសៀមមកហាក់ចាញ់ត្រៀមការទូតរបស់ខ្មែររួមទាំងបង្ខំឯកភាព GBC និង JBC ដើម្បីដើរតួនាទីនៅក្នុងការអនុវត្តខ្សែបន្តព្រំដែនខ្មែរសៀមចូលមកដល់សង្គ្រាមព័ត៌មានវិទ្យាវិញបងប្អូនចាសៀមគឺបានប្រើប្រាស់ MMO ដើម្បីវាយប្រហារលើការផ្សព្វផ្សាយប្រព័ន្ធបណ្ដាញសង្គមរបស់ខ្មែរនានាអីចឹងទៅហើយជួលឲ្យខ្មែរនៅក្រៅស្រុកហ្នឹងគឺវាយប្រហារទៅដល់រដ្ឋាភិបាលរបស់យើងចំណុចនេះក៏បានបណ្ដាលឲ្យខ្មែរយើងហាក់ចាញ់ប្រៀបទៅលើសៀមបន្តិចដែរបងប្អូនចាពីព្រោះថាជឿទៅលើព័ត៌មានរបស់គេពេកបងប្អូនហើយក៏ខ្លាចទៅជាចារកម្មប្រយោជន៍របស់គេនៅក្នុងការផ្សព្វផ្សាយអំពីព័ត៌មានចល័តអាវុធចល័តទ័ពដឹកស្បៀងឬមួយក៏កងទ័ពនិងប្រជាពលរដ្ឋខ្មែរនានាអីចឹងទៅពាក់ព័ន្ធជាមួយនឹងការធានាសុវត្ថិភាពនិងស្ថិរភាពមួយវិញទៀតសង្គ្រាមចិត្តសាស្ត្រចាច្បាស់ណាស់បងប្អូនថាចំណុចនេះខ្មែរយើងហាក់ដូចជាមានការប្រែប្រួលជាខ្លាំងក្រោយពីចម្បាំងលើកទី1ដូចជាការជួយដល់កងទ័ពទុកចិត្តទៅដល់រដ្ឋាភិបាលក៏ដូចជាការប្រើប្រាស់នៃទំនិញរបស់សៀមជាដើមប្រហែលជាមកពីពេលវេលាឬមួយក៏ប្រហែលជាមកពីកាត់ឋានចែកការយកឈ្នះទៅលើសៀមមានតែសង្គ្រាមតែប៉ុណ្ណោះបើសិនជាបងប្អូនគិតបែបនឹងមែនណាអានឹងគឺជាកំហុសដ៏ធំហើយបងប្អូនចាអញ្ចឹងហើយទៅខ្ញុំនិយាយថាចេះខ្ញុំតែងតែនិយាយដដែលបងប្អូនឲ្យតែសៀមឈ្នះទៅលើពេលវេលានិងឈ្នះលើការដុតឲ្យខ្មែរយើងកាន់តែក្តៅគោលដៅបញ្ចប់សង្គ្រាមដោយសន្តិវិធីគឺជារឿងដែលពិបាកបើខ្មែរយើងមិនធ្វើខ្លួនដោយការសង្គ្រាមលើកទី1ទេមួយវិញទៀតបងប្អូនត្រូវដឹងថាចេះដើម្បីជួយជាតិយើងបានណាយើងត្រូវតែស្គាល់អំពីបញ្ហាជាតិជាមុនសិនបងប្អូនចានិងស្គាល់អំពីកលល្បិចរបស់សត្រូវឥឡូវនេះបងប្អូនដឹងបើចេះឲ្យតែសៀមវាយកឈ្នះលើការអត់ធ្មត់របស់ខ្មែរយើងបានសៀមគឺអាចជំរុញឲ្យខ្មែរយើងខុសភ្លាមតែម្ដងនិងទទួលខុសត្រូវលើសង្គ្រាមលើកទី1និងសង្គ្រាមលើកទី2រួចហើយនីតិវិធីចា JBC និង GBC ហ្នឹងរួមទាំងការបបអង្គព្រំដែនរួចរាល់ហ្នឹងក៏ត្រូវបានលុបចោលជាស្ថាពរផងដែរបងប្អូននៅពេលដែលខ្មែរយើងខ្លាចទៅជាអ្នកខុសសៀមគឺអាចពង្រីកសង្គ្រាមក៏បានរួចហើយគ្រប់គ្រងលើទឹកដីខ្មែរយើងដោយស្របច្បាប់ថែមទៀតផងចូលមកដល់សំណួរសួរថាចេះហេតុអ្វីបានជាប្រជាជនសៀមហ្នឹងគ្រប់គ្រងអាតុងទីនហ្នឹងឲ្យវាជាប់ឆ្នោតចាគ្រប់គ្រងអនុទីនហ្នឹងឲ្យវាជាប់ឆ្នោតអីចឹងទៅថងចំណុចនេះខ្ញុំបានឃើញបងប្អូនយើងគាត់បានវិភាគច្រើនមែនតើហើយក៏បានវែកញែកជាច្រើននៅលើបណ្ដាញសង្គមប៉ុន្តែដល់ពេលមើលទៅអាហ្នឹងគឺជាទិន្នន័យដែលខុសទាំងស្រុងព្រោះដោយសារតែអត់ទាន់យល់ពីអាតុងទីនហ្នឹងវាបានធ្វើប្រជាប្រិយធននយោបាយបើសិនជាបងប្អូនអត់ទាន់ដឹងទេអនុទីនវាបានផ្សព្វផ្សាយនយោបាយផ្ដោតសំខាន់ទៅលើរឿងពីរនៅបញ្ហាព្រំដែនគឺធានាលើសុវត្ថិភាពប្រជាពលរដ្ឋក៏ដូចជាប្រជាជននៅតាមព្រំដែននិងប្រកាសថាមានតែបកថៃចៃទេដែលអាចការពារប្រទេសបានចាទៅបានជាប្រជាពលរដ្ឋសៀមហ្នឹងគេនាំគ្នាគ្រប់គ្រងពីព្រោះថាពួកគេហ្នឹងគឺខ្លាចសង្គ្រាមនិងខ្លាចបាត់បង់ទឹកដីអីចឹងទៅបងប្អូននិយាយឲ្យខ្លីមកគឺពួកគេហ្នឹងមិនចង់មានសង្គ្រាមនិងបាត់បង់ទឹកដីរបស់សៀមទេប៉ុន្តែបើសិនជាខ្មែរយើងចាញ់ល្បិចរបស់គេបងប្អូនណាដូចជាខ្ញុំបានជម្រាបជូនប្រាប់បងប្អូននៅខាងលើចឹងផ្អែកទៅលើការអត់ធ្មត់និងជំរុញលើការទទួលខុសត្រូវនិងបានធ្វើនៅទង្វើប្រតិកម្មដែលអាចធ្វើឲ្យប្រជាជនសៀមនៅតាមបន្ទាប់ព្រំដែនក៏ដូចជានៅតាមព្រំដែនហ្នឹងគ្រប់គ្រងអនុទីនវិញភ្លាមតែម្ដងពេលនោះឲ្យបងប្អូនណាសង្គ្រាមជុំទី3អាចផ្ទុះឡើងមកវិញភ្លាមតែម្ដងនិងអាចខ្លាយទៅជាសង្គ្រាមដ៏ធំតែម្ដងបងប្អូនអញ្ចឹងហើយទៅបានជាខ្ញុំតែជម្រាបជូនប្រាប់បងប្អូនថាត្រូវតែជឿទុកចិត្តនិងជឿជាក់ទៅលើរដ្ឋាភិបាលរបស់យើងនីតិវិធីនៅក្នុងសង្គ្រាមតែពីរលើកនិងនីតិវិធីដែលមានស្រាប់ដើម្បីសម្រាប់ជាការដោះស្រាយពីព្រោះថាអញ្ចឹងបងប្អូនមធ្យោបាយនេះគឺមានប្រៀបទៅលើសៀមជាងសង្គ្រាមនិងការទាមទារទឹកដីរបស់យើងមកវិញបើសរុបជារួមទៅបងប្អូនណាយើងត្រូវតែស្គាល់ខ្លួនឯងនិងត្រូវស្គាល់សត្រូវដូចគ្នាត្រូវតែស្គាល់អំពីការដោះស្រាយរួចនិងបញ្ហានៅក្នុងពេលបច្ចុប្បន្នរួមទាំងបន្តការដោះស្រាយសម្រាប់នាពេលអនាគតប្រសិនជាយើងមើលឃើញថាអញ្ចឹងយើងពិបាកប៉ុណ្ណឹងបងប្អូនប៉ុន្តែខាងសៀមក៏គេពិបាកដែរបងប្អូនចាមិនមែនពិបាកតែខ្មែរតែមួយខាងទេបងប្អូនបើផ្អែកទៅលើរឿងសេដ្ឋកិច្ចនិងរឿងសួរបាត់ព្រំដែនបន្តបងប្អូនខ្មែរយើងអាចកំដរសៀមបានខ្មែរយើងអាចកំដរសៀមបានបងប្អូនចាហើយខ្មែរក៏ទទួលបានអំពីប្រយោជន៍សេដ្ឋកិច្ចប្រើប្រាស់នៅផលិតផលនៅក្នុងស្រុកយើងផងដែរថងចំណុចនេះបងប្អូនខ្ញុំមិនមែនចេះតែនិយាយឲ្យខ្មែរយើងទ្រាំនោះទេមិនមែនចេះតែនិយាយឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់នឹងគាត់ទ្រាំនោះទេបងប្អូនចាស្ដាប់ខ្ញុំឲ្យបានណាប៉ុន្តែខ្ញុំនិយាយនេះឲ្យបងប្អូនខ្មែរយើងទាំងអស់គ្នាបានយល់ហើយស្គាល់ពីខ្លួនឯងនិងស្គាល់ពីសត្រូវមួយវិញទៀតបងប្អូនអ្វីដែលជាពិសេសហ្នឹងគឺកុំហក់លោតចូលទៅក្នុងរបិចរបស់សត្រូវយើងឲ្យសោះណាបងប្អូនណាពីព្រោះថាអញ្ចឹងបងប្អូននៅក្នុងពេលឥឡូវនេះគឺមានត្រឹមតែបត់ឈប់បាញ់ទេអញ្ចឹងឲ្យតែយើងចាញ់ល្បិចសៀមភ្លាមគឺនឹងផ្ទុះសង្គ្រាមឡើងមកវិញភ្លាមតែម្ដងបងប្អូនចាហើយខ្ញុំឃើញមានខ្មែរយើងសម្បូរទៅដោយអ្នកក្លាហានច្រើនណាបងប្អូនចាគឺអ្នកក្លាហានច្រើនមែនតើប៉ុន្តែអាហ្នឹងវាពិតជារឿងល្អក៏ប៉ុន្តែត្រូវតែយល់ហើយត្រូវតែគិតពីបងប្អូនយើងចាបងប្អូនប្រជាពលរដ្ឋយើងអ្នកដែលគាត់ភៀសសឹកជនភៀសសឹកអាយុជីវិតរបស់កងទ័ពខ្មែរយើងនឹងការខូចខាតកាន់តែធ្ងន់ធ្ងរព្រោះដោយសារតែអីវាគឺជាសង្គ្រាមផ្ទុះនៅលើទឹកដីខ្មែរយើងមិនមែនជាអ្វីដែលខ្មែរយើងត្រូវតែធ្វើនឹងបំផ្លាញខ្លួនឯងនោះទេជាចុងក្រោយបងប្អូនណាត្រូវតែជឿទុកចិត្តទៅលើរដ្ឋាភិបាលជឿទុកចិត្តទៅលើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដើម្បីយើងក៏ដើម្បីជាតិយើងទាំងអស់គ្នាផងដែរជួបខ្ញុំស្រីនួននៅវីដេអូក្រោយ